សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពី controller នៅក្នុង Nest.js អញ្ចឹងនៅក្នុង Nest.js ជាទូទៅនៅក្នុង file TypeScript យើងមួយគឺយើងមាន export class មួយដែលជា default class នៃ file របស់យើងជាទូទៅនៅពេលដែលយើងមាន controller គឺបើថា naming convention ហ្នឹងជាទូទៅគឺយើងត្រូវមានឈ្មោះដូចថា app controller ឬក៏អីគេ user controller ហ្នឹងទៅប៉ុន្តែបើសិនយើងដាក់ឈ្មោះតែប៉ុណ្្នឹងគឺវាអត់បានចូលរួមធ្វើជា controller នៅក្នុង Nest.js ទេអញ្ចឹងយើងត្រូវតែមានការចូលរួមអំពី decorator controller នេះដើម្បីប្រាប់ថា inject class ហ្នឹងប្រាប់ថា class ហ្នឹងជាប្រភេទ controller អញ្ចឹងនៅក្នុង decorator ហ្នឹងក៏វាមាន parameter មួយដើម្បីប្រាប់ថាតើcontroller ហ្នឹងត្រូវមាន route ហត់ទៅខាងណាឧទាហរណ៍ដូចពេលដែលយើងដាក់ app អញ្ចឹង route វានឹង endpoint របស់យើងគឺនឹងចេញ /app អញ្ចឹងឯងចុះឧទាហរណ៍ថាឥឡូវបើ endpoint យើង http អញ្ចឹងទៅ localhost 3000អញ្ចឹងវានឹងចេញមកចេញទម្រង់ map នេះអញ្ចឹងបន្ទាប់ទៀតនៅក្នុង controller គឺប៉ុណ្ណេះវាអត់តគ្រប់គ្រាន់ទេព្រោះដោយសារតែយើងត្រូវការធ្វើការងារឲ្យខាង client អញ្ចឹងចូលមកវាត្រូវមានគេត្រូវមាន feature នៅក្នុងហ្នឹងអញ្ចឹងយើងមានជាប្រភេទ function មួយ method function ឬក៏ method មួយនៅក្នុង controller ហ្នឹងហើយ function នៅក្នុងមួយនៅក្នុង controller ហ្នឹងដើម្បីរុញឲ្យវាមានតំណែងតំណងគ្នាឧទាហរណ៍ថាយើងចង់បាន data អញ្ចឹងយើងត្រូវប្រើអីគេយើងត្រូវប្រើ http method get អញ្ចឹងកាលណាយើងត្រូវប្រើ get អញ្ចឹងយើងត្រូវមាន decorator មួយដាក់ add get នៅពីលើ function របស់យើងដែលយើងបានសរសេរហ្នឹងអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងអត់ត្រូវការដាក់អីទេតេយើងចង់ឲ្យវាត្រឹមតែ add ចេះអញ្ចឹងយើងដាក់តែ get តេអញ្ចឹងមកគឺវាតេតែបើសិនជាយើងចង់specific feature ឬក៏ function យើងចង់ធ្វើអីគឺយើងអាចដាក់ naming របស់វាបានចូលទៅក្នុងហ្នឹងឧបមាថាដូចធ្លាប់ធ្វើវីដេអូយើងមុនហ្នឹងដាក់ hello me ទៅវាពេលយើងចូលវានឹងចេញតម្រងបែបនេះអញ្ចឹងនៅក្នុងclass របស់យើង controller យើងគឺក្នុង function មួយហ្នឹងគឺយើងអាចបង្កើតផ្សេងគ្នាហើយ http method យើង define ទៅតាមមុខងាររបស់ការងារមួយឧបមាមាន delete មាន post មាន patch មាន post អីចឹងទៅមាន get ហ្នឹងទៅហើយពេលដែលយើងទទួលបាន request ពីខាងលើមកគឺយើងនឹងរុញការងារនឹងតទៅកាន់ service អញ្ចឹងយើងនឹងជាទូទៅគឺយើងនឹងត្រូវការ declare ជានៅក្នុង constructor មួយហើយយើងយក service មកអញ្ចឹងដល់ពេលយើងហៅ service ហើយយើងហៅ run method ដែលយើងត្រូវ run តដែលវារត់នៅក្នុង service ទៅហើយនៅក្នុង service យើងនឹងតនៅវីដេអូក្រោយអូមួយទៀតកុំភ្លេចជួយ like subscribe ហើយ share វីដេអូហ្នឹងមួយផងកុំភ្លេចជួបគ្នានៅវីដេអូក្រោយ